à lâu lâu cái nhà đó này nhà đó này hơi nè rồi mà hai tật kê nữa xuồng đó 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 lại nhắm bay mẹ công tiền bay ớt hả công tiền bay ớt liền ớt ôi chấm điệp số buộc mai bong bóng tiếng ọc nè và ngày nay nhóm tranh đầm nào từ sọc cầm nát lời dân ban một đo scone hái đầm bay cho từ nhằm bài và này cứ chia một hộp bài đập về ngày bao giờ và một đo scone nâng cứ mong pram buồn hai và lời dân nhằm bài buộc đo mong heo bài khlang mình tên và này cứ chiaក្រុមគ្រួសារបងប្អូនខ្ញុំបាទតែតលេងស្រុកនេះគឺជាបងថ្លៃបងថ្លៃខ្ញុំមកជាប់កូនង៉ែតហើយបាទគេញ៉ាំបាយមុនហើយបាទបន្ទាប់ពីយើងញ៉ាំបាយហើយយើងក៏បានទៅទិញដុកឌឺបាទមិនទិញច្រើនទេបងប្អូនពុកម៉ែយើងទិញតែដុកឌឺមកកញ្ចប់បាទមកថង់ទៅហើយនេះតិចនោះតិចទៅដើម្បីយើងហូបតេះលេងតាមផ្លូវអញ្ចឹងណាពុកម៉ែហើយជាបងថ្លៃរបស់ខ្ញុំបាទគាត់កំពុងទិញចេកឆាបបាទហើយបានហ្នឹងមានច្រើនដែររបស់ស្រួយនោះបាទហ្នឹងហើយបន្ទាប់ពីពួកយើងបានរៀបចំចេញហើយយើងក៏ចេញដំណើរទៅមុខទៀតបាទដើម្បីទៅស្រុកកំណើតដើម្បីចូលឆ្នាំថ្មីឥឡូវពួកយើងរៀបចំឡើងឡានហើយបាទដើម្បីចេញដំណើរទៅមុខទៀតបាទនេះគឺជាភរិយាប្រពន្ធរបស់ខ្ញុំបាទជាមួយនឹងកូនបាទនេះបានមកយូរមកថងម្នាក់បាទចូលមកក្នុងឡានហើយនេះគេកូនស្រីរបស់ខ្ញុំហើយនោះគឺជាបងថ្លៃពីអ្នកប្តីប្រពន្ធគាត់បាទឥឡូវយើងចាប់ផ្ដើមចេញដំណើរទៅមុខទៀតបាទពោះទៅខេត្តកំពង់ធំបាទចេញដំណើរហើយឥឡូវវីដេអូនឹងថតកាត់ទេបងប្អូនដោយសារមិនសូវចេះថតផងដែរទៅកន្លែងជិះម៉ូតូខេត្តកំពង់ធំនេះគឺជារូបសំណាកដំរីជាន់ខ្ពស់នៅខេត្តកំពង់ធំរបស់យើងណាតែបងប្អូនអត់ដឹងថាស្រុកកំណើតខ្ញុំនៅណាចឹងណាឥឡូវស្រុកកំណើតរបស់ខ្ញុំគឺនៅខេត្តកំពង់ធំហើយសូមអ្នកកំពង់ធំបានឃើញបានមើលវីដេអូនឹងហើយបាទជួយស្វាគមន៍ចុច Subscribe ម្នាក់មួយផងបាទអ្នកកំពង់ធំយើងទេបាទជួយលើកទឹកចិត្តមួយបាទនេះខាវរៀងញាប់តិចដើម្បីឲ្យពុកម៉ែបងប្អូនគាត់មើលមកធុញអញ្ចឹងណាបាទឥឡូវយើងឡើងដល់ស្ពានកំពង់ធំហើយគឺស្ពានបាទឥឡូវយើងទៀតយើងទៅដល់ហានំប៉័ងបាទឥឡូវយើងដល់ហានំប៉័ងហើយបាទឈប់ចូលទិញនំប៉័ងផ្ញើអ្នកផ្ទះបាទសម័យមុនបាទឲ្យតែបាននំប៉័ងផ្ញើទៅអ្នកផ្ទះសុបាយណាបងប្អូនអើយជាពិសេសអានំប៉័ងហូបនឹងតែម្ដងបាទឲ្យតែបានថាទិញទៅមិនថាខ្ញុំមិនថាគេឲ្យតែឃើញនំប៉័ងយើងវាចង់ហូបនោះបាទឥឡូវនេះជាកម្មវិធីដែលយើងទិញក្រម៉ងនំប៉័ងនឹងហើយជាកម្មវិធីបាទផ្សេងនេះក្នុងហាងលក់នំប៉័ងភ្នំពេញរបស់យើងនឹងបាទយើងវាមានច្រើនណាបាទអើយត្រកទិញមួយណាក៏បានដែរហើយនេះកូនស្រីកំពុងតែចង់បានអាយស្គ្រីមតែក្អកអត់ឲ្យញ៉ាំទេបាទចូលទៅតែមិនបានឲ្យញ៉ាំទេបាទនោះគឺជាបងនឹងបានញ៉ាំបាទតែប្អូនបានញ៉ាំទេដោយសារគាត់ក្អកបាទនេះគឺជាកំងភីហ្សា2-3ចំណិតហ្នឹងបាទយកទៅផ្ញើអ្នកផ្ទះញ៉ាំបន្ទាប់ពីយើងទិញហើយឥឡូវយើងចាប់ផ្ដើមចូលឡានមកវិញហើយមកđâyនំប៉័ងនេះខាងនំប៉័ងនេះឥឡូវយើងចាប់ផ្ដើមទៅផ្ទះហើយបាទសម្ដៅទៅផ្ទះឥឡូវយើងបានដល់ផ្ទះហើយបាទឥឡូវរ៉ូសាណាគាត់បានជម្រាបសួរមកពីក្នុងឡានតែមកមិនឮទេអរគុណសម្រាប់ការចូលចិត្តវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយដល់ផ្ទះហើយ